ភ្លាមក្រោយតុលាការកំពូលប្រកាសសម្រេចដំកល់សាលដីការបស់សាលាឧទ្ធរទុកជាបានការដដែលនៅក្នុងសំណុំរឿងលោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិគណៈបកក្រៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានបង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចនេះជាក់ស្ដែងគណៈបកកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី19មិថុនាដោយយល់ថាការសម្រេចដកសិទ្ធិនយោបាយរបស់លោករងឈុនផ្ទុយពីមាត្រា34ថ្មីនិងមាត្រា35នៃរដ្ឋធម្មនុញ្ញនិងមួយវិញទៀតសេចក្តីសម្រេចនេះបញ្ជាក់ឲ្យឃើញពីការរើសអើងការគំរាមកំហែងផ្នែកនយោបាយនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅក្នុងសេចក្តីថ្លែងការណ៍ដដែលគណៈបកកម្លាំងជាតិបានស្នើឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពពេញលេញឲ្យលោករងឈុនដើម្បីចូលរួមធ្វើនយោបាយឡើងវិញក្រោមហេតុផលថាការសម្រេចជាស្ថាពររបស់តុលាការកំពូលគឺផ្ទុយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលចង់ឲ្យមានការរួបរวมនិងឯកភាពជាតិខ្មែរដើម្បីទប់ទល់នឹងការឈ្លានពានពីប្រទេសជិតខាងចំណែកគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរវិញក៏បានចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូលដែរគណៈបកប្រឆាំងដែលកំពុងចងសម្ព័ន្ធភាពនឹងគ្នាទាំងពីរនេះសង្ឃឹមថាការខ្វែងគំនិតគ្នាផ្នែកនយោបាយគួរត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនានិងការគោរពគ្នាទៅវិញទៅមកដើម្បីធានាបាននូវការផ្សះផ្សាជាតិលោកយងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពមើលឃើញថាបរិយាកាសនយោបាយនៅកម្ពុជាបច្ចុប្បន្នមានភាពអាប់អួរពីព្រោះជារឿងកម្រដែលប្រទេសប្រជាធិបតេយ្យសេរីពហុបកចាប់ចងអ្នកនយោបាយប្រឆាំងដោយសារតែការប្រើវោហារស័ព្ទនយោបាយនោះទេចំពោះលោកយងកំឯងអ្នកនយោបាយត្រូវចេះយោគយល់និងអធ្យាស្រ័យគ្នាជាជាងការដាក់ទោសទណ្ឌតាមផ្លូវតុលាការគួរជំរាបថានៅថ្ងៃទី19ខែមិថុនាឆ្នាំ2026តុលាការកំពូលបានដំកល់ការសម្រេចសាលដីការបស់សាលាឧទ្ធរទុកជាបានការដោយផ្តន្ទាទោសលោករងឈុនដាក់ក្នុងពន្ធនាគាររយៈពេល3ឆ្នាំតែទោសព្យួរមិនអនុញ្ញាតឲ្យធ្វើនយោបាយនិងបោះឆ្នោតរយៈពេល5ឆ្នាំមិនឲ្យបដូរទីលំនៅចេញពីភ្នំពេញនិងហាមចូលរួមវេទិកាសាធារណៈផ្សេងៗសាលដីកានេះត្រូវបានមន្ត្រីនគរបាលយុត្តិធម៌យកមកប្រគល់ឲ្យលោករងឈុនដល់ផ្ទះនៅព្រឹកថ្ងៃទី20មិថុនានេះសម្រាប់លោករងឈុនសាលដីកានេះជាការប្រហារសេរីភាពរបស់លោក